របៀបដំឡើងម៉ាស៊ីនបោកជូត LSK model RB68WD បើកកែប្រអប់ក្នុងនោះរួមមានសៀវភៅណែនាំនិងបានធានាសន្ទះជើងធំ1អំបោសបោក2រ៉ូបូតជូត1ក្រណាត់ជូត2ធុងផ្ទះរ៉ូបូត1បន្ថែមលើនោះមានបន្ថែមនៅក្រណាត់ជូត2ច្រាសដុសសម្អាត1ថង់សម្រាម1សំបុក Air 1យើងធ្វើការភ្ជាប់ជើងក្រណាត់ជូតទាំងពីរនៅចំណុចប្រហោងទាំងសងខាងនិងភ្ជាប់អំបោសទៅកន្លែងវាឲ្យត្រឹមត្រូវរួចដោះសន្ទះខាងលើរ៉ូបូតចេញដកស្នោការពារចេញហើយដាក់បន្ទះនោះចូលវិញយកធុងទៅភ្ជាប់នឹងភ្លើងដាក់សន្ទះជើងធុងនិងរ៉ូបូតចូលរក្សាចម្ងាយធុងមិនឲ្យមានអ្វីជិតសងខាងកន្លះម៉ែត្រនិងខាងមុខ1ម៉ែត្រត្រូវដំឡើងរ៉ូបូតឲ្យនៅជិតដុំ Wi-Fi ម៉ូដែលនេះមានធុងស្តុកទឹកស្អាតនិងទឹកកខ្វក់យកធុងទឹកស្អាតដាក់ទឹកឲ្យពេញត្រឹមចំណុចខាងលើយកធុងទឹកនោះដាក់ទៅក្នុងរ៉ូបូតវិញហាមដាក់ទឹកក្នុងធុងទឹកកខ្វក់រួចចុចបើករ៉ូបូតឲ្យជាប់3សេខណ្ឌរបៀបភ្ជាប់កម្មវិធី Smart Life App ចូលទៅកាន់ App Store ឬ Play Store ឬ Scan តាមរយៈ QR ដែលដាក់នៅលើអេក្រង់ដើម្បី download កម្មវិធី Smart Life ចុចចូលកម្មវិធីរួចចុច Accept All សូមបើក Wi-Fi និង Bluetooth ហើយដាក់ឲ្យជិត robot ចុច Sign Up ដើម្បីបង្កើតគណនីភ្ជាប់ជាមួយ Gmail ឬ Apple ID យើងត្រូវចុចប៊ូតុងបិទបើកនិងប៊ូតុងសាកថ្មដំណើរគ្នាឲ្យជាប់ដល់ឮសំឡេង Ready for Wi-Fi connection ចុចសញ្ញាបូកខាងលើរួចចុច Add Device វានឹង scan រក robot នោះហើយចុចលើ model robot សូមភ្ជាប់ Wi-Fi ឲ្យត្រូវជាមួយទូរស័ព្ទវាលេខកូដ Wi-Fi ចុច Next សូមចុច Quick Mapping robot នឹងធ្វើការ scan ទីតាំងផ្ទះរងចាំឲ្យ robot scan ផ្ទះរួចចុច Confirm ចុច Map ដើម្បីកំណត់ទីតាំងបោះជូតយក Virtual Boundary No Go ហាមទៅ No Mob ហាមជូតរួចចុចកំណត់ថាកន្លែងណាដែលយើងមិនចង់ឲ្យ robot ទៅហើយកន្លែងហាម robot មិនឲ្យជូតរួចចុច Confirmកំណត់ការបោះជូតដែលយើងបញ្ជាមានអូតូសម្រាប់បោះជូតដោយស្វ័យប្រវត្តិរួមសម្រាប់កំណត់បន្ទប់ដែលត្រូវឲ្យ robot បោះជូត Spot សម្រាប់កំណត់ឲ្យ robot ទៅបោះជូតក្នុងផ្ទៃ3ម៉ែត្រការ៉េចុច Cleaning Preference ដើម្បីកំណត់ការជូតក្នុងនោះមាន4ជម្រើសបោះសុទ្ធជូតសុទ្ធបោះផងជូតផងនិងបោះហើយទើបជូតតាមក្រោយកំណត់កម្លាំងបូមធូលីកំណត់កម្រិតទឹកជូតនិងចំនួនដងបោះជូតក្នុងមួយពេលមួយដងឬ2ដងរួចចុច Save ចុច Start ដើម្បីឲ្យ robot ចេញធ្វើការបោះជូតការកំណត់ពេលវេលាបោះជូតដោយស្វ័យប្រវត្តិចុចចូល Tray 3កំណត់ពេលវេលាការបោះជូតចុច Schedule Timing ចុចបូកហើយយើងអាចចុច Time កំណត់ម៉ោងបោះជូតចុច Repeat កំណត់ថ្ងៃបោះជូតនិង Cleaning Mode កំណត់កម្លាំងបូមកម្រិតទឹកជូតនិងចំនួនដងរួចចុច Save ជាការស្រេចតែសម្អាតយកធុងទឹកកខ្វក់ទៅចាក់ចោលដោះសម្អាតឲ្យបានស្អាតរួចយកធុងទៅដាក់នៅក្នុង robot វិញថែមទឹកស្អាតក្នុងធុងទឹកស្អាតឲ្យពេញវិញសម្រាប់ robot សូមដោះសន្ទះយកច្រាសបោះទៅសម្អាតឲ្យស្អាតហើយដាក់ក្នុង robot វិញដូរក្រណាត់ជូតនៅជើងទាំងពីរ robot បដូរថ្មីបើក្រណាត់ចាស់ខ្លាំងបើកសន្ទះខាងលើច្របាច់គន្លឹះប្រអប់ស្តុកធូលីដោះសម្អាតផ្លុំសំបុក Air រួចដាក់ប្រើវិញឬបដូរថ្មីបើវាចាស់ខ្លាំងហើយដាក់ចូលវិញរួចដាក់សន្ទះ robot វិញយកសន្ទះបាតក្រោម robot ទៅលាងទឹកឲ្យបានស្អាតរួចដាក់វិញឲ្យបានត្រឹមត្រូវសម្រាប់ធុង robot យកថង់ស្តុកធូលីទៅចាក់ចោលរួចដាក់ប្រើឡើងវិញបានជាច្រើនដង